អ្នកទាំងអស់គ្នាធ្លាប់ជួបអត់ពេលឃើញ ad ដំណើរការល្អក៏ចូលបានបន្ថែមទឹកលុយទៅលើការប៊ូសហ្នឹងហើយបន្តទៀត ad របស់យើងក៏ចូលបានធ្លាក់ result ហើយស៊ីលុយកាន់តែច្រើនដោយសារមូលហេតុហ្នឹងហើយបានជាអ្នកផ្សព្វផ្សាយភាគច្រើនអត់ហ៊ានដាក់លុយបន្ថែមនៅពេលដែលឃើញ result ល្អហើយក៏ជាចំណុចមួយដែលយើងពិបាកក្នុងការបរិយាកាសផ្សព្វផ្សាយសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងការ scale Facebook Ad ជាដំបូងគឺយើងស្វែងយល់អំពីលក្ខណៈនិងដំណើរការផ្សព្វផ្សាយទាំងអស់គ្នារាល់ពេលដែលផ្ទាំងផ្សព្វផ្សាយត្រូវបង្ហាញ Meta នឹងធ្វើការដេញថ្លៃ Delivery System នឹងធ្វើការសិក្សាថាតើផ្ទាំងផ្សព្វផ្សាយរបស់យើងនឹងត្រូវបង្ហាញទៅកាន់មនុស្សបែបណាហើយត្រូវបង្ហាញទៅកន្លែងណានៅពេលដែលផ្ទាំងផ្សព្វផ្សាយឬក៏ ad របស់យើងបានបង្ហាញទៅកាន់មនុស្សកាន់តែច្រើនធ្វើឲ្យ delivery system ដំណើរការបានកាន់តែល្អមានន័យថា delivery system បានសិក្សាច្រើនហើយលទ្ធផលក៏បានល្អទៅតាមនោះដែរហេតុនេះហើយបានជា Meta តែងតែណែនាំយើងឲ្យប្រើប្រាស់ Advantage Plus Audience ហើយនិង Advantage Plus Placement ដើម្បីឲ្យ delivery system មានលទ្ធភាពច្រើនក្នុងការបង្ហាញ ad ទៅកាន់ audienceមួយទៀតយើងត្រូវដឹងថារាល់ពេលដែលយើងចុចលើប៊ូតុង public នៅលើកំផេងហ្នឹងយើងតែងតែចូលទៅក្នុង learning phase ដែលជាដំណាក់កាលមួយ delivery system ធ្វើការសិក្សាដើម្បីឲ្យ ad របស់យើងត្រូវទៅតាមគោលដៅដែលយើងចង់បានហើយ audience អាចទទួលបានការផ្សព្វផ្សាយមួយដែលត្រូវទៅនឹងចំណង់ចំណូលចិត្តរបស់ពួកគេនៅក្នុងដំណាក់កាលនេះ delivery system ធ្វើការ random test ad ទៅកាន់ target audience ផ្សេងៗដូច្នេះហើយធ្វើឲ្យ ad របស់យើងស្ថិតក្នុងដំណាក់កាលមួយมันមានស្ថិរភាពទៅលើតម្លៃហើយនឹងលទ្ធផលអាចឡើងចុះគ្រប់ពេលដើម្បីចាក់ចែងពី learning phase ad របស់យើងធ្វើម៉េចឲ្យ hit ទៅដល់50 conversion នៅក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពី ad របស់យើងបានចាក់ចែងពី learning phase ហើយ ad របស់យើងនឹងមានស្ថានភាព stable ស្ថិរភាពច្រើនជាងមុននៅក្នុងកលៈទេសៈនេះប្រសិនបើយើងអត់មានអីចាំបាច់ទេយើងអត់គួរកែប្រែទៅលើ ad ទេព្រោះកាលណាយើងកែប្រែអាចធ្វើឲ្យ ad របស់យើងធ្លាក់ចូលក្នុង learning phase ម្ដងទៀតហើយឯកសាររបស់ Meta ក៏បានកំណត់ទៅលើចំណុច parameter មួយចំនួនដែលហៅថា significant edit នៅក្នុងកលៈទេសៈដែលយើងធ្វើការកែប្រែទៅលើ parameter ទាំងអស់នោះនឹងធ្វើឲ្យ ad របស់យើងចូលក្នុង learning phase នៅពេលដែល ad របស់យើងចូលក្នុង learning phase ធ្វើឲ្យលទ្ធផលនៃតម្លៃនៃការផ្សព្វផ្សាយមានការប្រែប្រួលហើយដូច្នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកផ្សព្វផ្សាយជៀសវាងនៅក្នុងការកែប្រែ ad របស់យើងកុំឲ្យចូលក្នុង learning phase ឥឡូវនេះគឺយើងនិយាយបកមកប្រធានបទរបស់យើងវិញតើយើងធ្វើដូចម្ដេចដើម្បី scale ទៅលើ Facebook ad នៅក្នុងវីដេអូនេះខ្ញុំលើកយកវិធីសាស្ត្រពីរទី1គឺការដំឡើងទឹកលុយនៅក្នុង ad budget ហើយក៏ ad budget ក៏ជា parameter នៅក្នុង significant edit ដែរដូច្នេះដើម្បីជៀសវាង Meta ណែនាំឲ្យយើងធ្វើការកែប្រែយ៉ាងច្រើនត្រឹម 10% នៃទឹកលុយដែលយើងកំពុងចំណាយការផ្សព្វផ្សាយហើយវិធីសាស្ត្រទី2គឺយើងបង្កើតយុទ្ធនាការថ្មីមួយទៀតប៉ុន្តែវិធីសាស្ត្រនេះក៏មានហានិភ័យដែរអាចឲ្យមានករណីហៅ auction overlap កើតឡើងធ្វើឲ្យ ad របស់យើងប្រកួតប្រជែងគ្នាឬក៏មិនអាចចេញផុតពី learning phase ជារួមប្រសិនបើមានករណីកើតឡើង ad របស់យើងមិនមានដំណើរការល្អទេដើម្បីជៀសវាងកុំឲ្យមានករណីកើតឡើងគឺយើងប្រើប្រាស់ audience ដែលមិនជាន់គ្នាយើងបង្កើត creative ថ្មីឬក៏ផ្សព្វផ្សាយទៅលើផលិតផលសេវាកម្មផ្សេងគ្នាសូមអរគុណទាំងអស់គ្នាសម្រាប់ការតាមដានទៅលើវីដេអូនេះប្រសិនបើបងប្អូនមានវិធីសាស្ត្រផ្សេងៗឬក៏មានចម្ងល់អាច comment ខាងក្រោមបានសូមអរគុណបាយបាយ